បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកតាមដានសម្ដាប់ Channel Reign of the Soul របស់គ្នាបាទថ្ងៃនេះ Channel របស់ខ្ញុំបានវិលមកជួបពុកម៉ែបងប្អូនវិញហើយបាទដោយពំនាំនៅប្រធានបទមួយចែករំលែកជូនដើម្បីកុំឲ្យខាតពេលយូរចង់ដឹងថាប្រធានបទថ្ងៃនេះនិយាយអំពីអ្វីសូមទៅតាមដានទស្សនានិងសម្ដាប់នៅការបកស្រាយរបស់ខ្ញុំដូចតទៅបាទសូមគោរពអញ្ជើញពុកម៉ែបងប្អូនប្រិយមិត្តមួយរយៈខ្លីមុនប្រហែលជាពុកម៉ែបងប្អូនបានដឹងហើយនៅស្រុកខ្មែរយើងគឺក៏ក្រើកមែនតែនបាទពាក់ព័ន្ធទៅនឹងមង្គលការមួយបាទដ៏អធិកអធមមែនតែនបាទហើយយើងឃើញថាបណ្ដាញសារព័ត៌មាននៅក្នុងស្រុកបាទក៏ដូចជានៅក្រៅស្រុកនៅវៀតណាមឬក៏នៅថៃនិងនៅចិនណាគេបានផ្សព្វផ្សាយពីមង្គលការនេះទៀតផងបងប្អូនណាបាទអ្វីដែលពិសេសនោះគឺទី1គឺពាក់ព័ន្ធถึงមង្គលការនេះគឺជាអាពាហ៍ពិពាហ៍ឆ្លងប្រទេសដោយកូនកំឡោះហ្នឹងគឺជាជនជាតិខ្មែរហើយកូនក្រមុំគឺជាជនជាតិវៀតណាមបាទហើយចំណុចពិសេសទី2ដែលយើងចំហមាត់យើងភ្ញាក់ផ្អើលមែនទែនពុកបងប្អូនណាគឺនៅពេលដែលគេរៀបចំពិធីចងដៃកូនប្រុសកូនស្រីពុកម្ដាយសាច់ញាតិទាំងសងខាងបានយកលុយទាំងបាច់បាទលុយដុល្លារលុយខ្មែរទាំងបាច់យកមកដាក់ចំពីមុខកូនប្រុសកូនស្រីនឹងតែម្ដងបាទមិនដឹងថាប្រមាណម៉ឺនប្រមាណសែនដុល្លារទេពុកបងប្អូនណាឃើញច្រើនមែនទែនណាអានេះគឺគេហៅថាអាពាហ៍ពិពាហ៍អ្នកដែលមានលុយបាទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអាពាហ៍ពិពាហ៍នេះក៏មានភាពចម្រូងចម្រាសដែរបាទវាមានទាំងមតិសាទរហើយក៏មានមតិផ្ទុយបងប្អូនមួយចំនួនគាត់មិនពេញចិត្តចំពោះអាពាហ៍ពិពាហ៍ឆ្លងប្រទេសនេះទេបាទហេតុអ្វីបានជាបងប្អូនខ្មែរមួយចំនួនលោកមិនសាទរលោកមិនពេញចិត្តទៅនឹងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មីនេះវាមានហេតុផលនៅខាងក្រោយហ្នឹងបងប្អូនណាបាទហើយយើងឃើញថានៅពេលដែលសារព័ត៌មានដែលគេផ្សព្វផ្សាយពីអាពាហ៍ពិពាហ៍នេះគឺមានអ្នកចូលទៅខមមិនគ្រប់គ្រងជូនពរកូនប្រុសកូនស្រីហ្នឹងថាមានសំណាងមានឪពុកម្ដាយមានទ្រព្យចែកលុយចែកកាក់ឲ្យច្រើនអញ្ចឹងទៅណាបាទទន្ទឹមទៅនោះក៏មានមតិរិះគន់មិនពេញចិត្តដែរបាទតាក់ទងទៅនឹងចំណងអាពាហ៍ពិពាហ៍នេះបាទដោយក្នុងនោះមានបងប្អូនខ្មែរមួយចំនួនណាគាត់បានធ្វើការរិះគន់ទៅលើគូស្វាមីភរិយាដែលនិយាយផ្ដាប់គ្នាមិនចង់បានបាទខាងប្រុសហ្នឹងក៏មិនសូវចេះវៀតណាមខាងស្រីហ្នឹងក៏មិនចេះខ្មែរបាទនៅពេលដែលផ្សំចំណេញហ្នឹងតើគាត់និយាយយ៉ាងម៉េចទៅឬក៏គាត់ធ្វើភាសាកាយវិការអាហ្នឹងគឺយើងអត់ដឹងបាទអាហ្នឹងទុកឲ្យគាត់ដោះស្រាយខ្លួនឯងទៅអាហ្នឹងរឿងឯកជនគេទេបាទនៅក្នុងអាពាហ៍ពិពាហ៍ហ្នឹងនីតិផ្ទុយដែលគេមិនសាទរនោះគេមិនចង់ឲ្យខ្មែរយើងនឹងរៀបការប្តីប្រពន្ធជាមួយនឹងបរទេសជាពិសេសជនជាតិវៀតណាមឬក៏ខ្មែរអានេះវាតាក់ទងទៅនឹងផ្នែកកំណត់ខ្មែរយើងតាំងពីដើមមកណាដោយសារតែវៀតណាមនិងកម្ពុជានេះគឺធ្លាប់មានរឿងរ៉ាវជូរចត់ជាមួយគ្នាច្រើនជាពិសេសគឺពាក់ព័ន្ធទៅនឹងអាពាហ៍ពិពាហ៍នេះតែម្ដងបាទប៉ុន្តែពុកម៉ែបងប្អូននៅពេលដែលមានបងប្អូនមួយចំនួនអ្នកលេង Facebook ហ្នឹងគាត់បានខមមិនមិនពេញចិត្តមិនសាទរអញ្ចឹងណាថាមិនគួររៀបការជាមួយនឹងវៀតណាមទេព្រោះវៀតណាមហ្នឹងធ្លាប់ជាសត្រូវបំផុតសាសធ្លាប់អីអញ្ចឹងទៅបាទហើយសັບតែមានបងប្អូនខ្មែរមួយចំនួនគាត់ចូលមកខមមិនបាទគាត់ចូលមកខមមិនប្រឆាំងបាទហើយវាបកទៅកាន់អ្នកដែលរិះគន់ណាបាទគាត់ទៅសេថាចេះដឹងដែររឿងសុភមង្គលគ្រួសារគេនឹងគេស្រឡាញ់អីគេយកនឹងទៅណារឿងសុភមង្គលរបស់មនុស្សម្នាក់អត់មានពាក់ព័ន្ធអីនឹងយើងទេស្រឡាញ់អីធ្វើនឹងទៅបាទមនុស្សវៀតណាមក៏ដោយខ្មែរក៏ដោយបាទមនុស្សតែងតែមានល្អនិងអាក្រក់បាទអាកន្លែងនេះពុកម៉ែបងប្អូនខ្ញុំចាប់អារម្មណ៍ត្រង់ពាក្យមួយឃ្លាដែលគេថាជនជាតិណាក៏ដោយមនុស្សគឺតែងតែមានល្អនិងមានអាក្រក់អានេះគឺជាចំណោទបញ្ហាដែលខ្ញុំចង់លើកយកមកបញ្យល់យកមកបកស្រាយនៅក្នុងវីដេអូនេះចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទសំណួរសួរថាតើមនុស្សយើងពិតជាមានល្អខ្លះអាក្រក់ខ្លះមែនអត់ពុកម៉ែបងប្អូនជាការពិតចម្លើយគឺមនុស្សយើងមិនថាជនជាតិអីក៏ដោយកម្ពុជាក្តីវៀតណាមក្តីឬក៏សៀមបាទមិនថាប្រទេសណាទេពុកម៉ែបងប្អូនគឺសុទ្ធតែមានមនុស្សល្អខ្លះអាក្រក់ខ្លះបាទអញ្ចឹងគឺខ្មៅនិងសនៅជាមួយគ្នាហើយសំបីតែនៅក្នុងខ្លួនរបស់មនុស្សម្នាក់ពុកម៉ែបងប្អូនបាទមានសភាវៈពីរសភាវៈទី1គឺតំណាងឲ្យសេចក្តីល្អសភាវៈទី2គឺសភាវៈអាក្រក់បាទហើយបើកាលណាដែលសភាវៈល្អបាទវាច្រើនជាងអាក្រក់បាទវាអាចចន្លោះពី90ទៅ95%បាទអញ្ចឹងមនុស្សនោះគឺយើងអាចចាត់ទុកថាជាមនុស្សនៅក្នុងចម្ពុះមនុស្សល្អហើយបងប្អូនណាប៉ុន្តែផ្ទុយទៅវិញប្រសិនបើសភាវៈអាក្រក់បាទវាមានចាប់ពី40ទៅ50%បាទឬក៏លើសនឹងទៅទៀតអាហ្នឹងគឺមនុស្សហ្នឹងគឺមិនមែនជាមនុស្សល្អទេយើងចាប់ផ្ដើមដើរចេញឲ្យទៅគុំនៅពាក់ព័ន្ធពីព្រោះអីមនុស្សទាំងអស់នោះវាអាចនឹងបង្កវិនាសកម្មបង្កគ្រោះថ្នាក់ដល់យើងបងប្អូនណាបាទ
ទោះបីជាពាក្យមួយឃ្លាដែលថាប្រទេសណាជនជាតិណាក៏មានល្អនិងអាក្រក់នេះវាត្រឹមត្រូវក៏ពិតមែនពុកម៉ែបងប្អូនណាបាទប៉ុន្តែបើសិនបើយើងមិនយល់ច្បាស់បាទយើងមិនចេះប្រើវាឲ្យត្រូវតាមបរិបទតាមកលៈទេសៈពេលវេលានិងលក្ខខណ្ឌទេវាមិនត្រឹមតែមិនចំណេញដល់យើងហើយវាបែរជាខាតឬក៏ផ្ដល់ជាទុក្ខទោសនិងហានិភ័យមកដល់យើងវិញទៀតផងពុកម៉ែបងប្អូនបាទអញ្ចឹងយើងត្រូវតែយល់ច្បាស់និងត្រូវតែចេះប្រើវាហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីកាលវេលាបាទកលៈទេសៈលក្ខខណ្ឌដែលត្រូវប្រើវាឲ្យមានប្រយោជន៍ដើម្បីបញ្ជៀសនៅទុក្ខទោសដែលផ្ដល់ដោយអាពាក្យថាជនជាតិណាក៏មានមនុស្សល្អមនុស្សអាក្រក់នេះបាទប៉ុន្តែមុននឹងយើងស្វែងយល់បន្ថែមពីពាក្យមួយឃ្លានេះបាទបងប្អូនត្រូវដឹងបាទត្រូវយល់អំពីប្រភេទនៃទំនាក់ទំនងជាមុនសិនបាទគឺទំនាក់ទំនងរវាងមនុស្ស2នាក់មនុស្ស3នាក់មនុស្សមួយក្រុមឬក៏មនុស្សទាំងអស់នៅជុំវិញយើងបាទសម្រាប់ខ្ញុំបែងចែកទំនាក់ទំនងជា4ប្រភេទណាបងប្អូនបាទទំនាក់ទំនងទី1គឺវាពាក់ព័ន្ធទៅនឹងមនុស្សជុំវិញខ្លួនយើងដែលយើងត្រឹមតែស្គាល់ត្រឹមតែស្គាល់ឈ្មោះស្គាល់អត្តសញ្ញាណអញ្ចឹងទៅតែមិនមែនជាមិត្តទេហ្នឹងគឺជាទំនាក់ទំនងទី1បាទទំនាក់ទំនងទី2គឺជាមិត្តភ័ក្តិប៉ុន្តែមិត្តភ័ក្តិហ្នឹងមិនមែនជាមិត្តភ័ក្តិជិតស្និទ្ធអីប្រហែលទេបាទយើងអាចស្គាល់គ្នាយើងរាប់អានគ្នាមានកម្មវិធីអីហៅគ្នាអញ្ចឹងទៅបាទហើយទំនាក់ទំនងទី3អាហ្នឹងវារៀងស៊ីជម្រៅដែរបាទវារៀងស្និទ្ធស្នាលដែរអាចថាជាមិត្តភ័ក្តិល្អបាទឬក៏ហៅថាពួកម៉ាក់កល្យាណមិត្តអញ្ចឹងទៅបាទមានស៊ីអត់ស៊ីអីគឺយើងមិនរត់ទៅណាចោលគ្នាទេបាទអាហ្នឹងគេហៅថាកល្យាណមិត្តវារៀងស៊ីជម្រៅជាងមិត្តភ័ក្តិធម្មតាការសម្ងាត់មានអីហ្នឹងយើងអាច share យើងអាចចែករំលែកយើងប្រឹក្សាគ្នាទៅវិញទៅមកបានហើយទំនាក់ទំនងទី4គឺកាន់តែពិសេសកាន់តែស៊ីជម្រៅគឺទំនាក់ទំនងរវាងប្រុសនិងស្រីរវាងប្រុសនិងស្រីមានន័យថាអាចជាគូអនាគតបាទជាប្តីប្រពន្ធអញ្ចឹងទៅបាទអានឹងគឺវាពិសេសពិសានឹងស៊ីជម្រៅជាងគេអត់មានការសម្ងាត់អីទេបាទមានអីទៅបង្ហាញទៅស្មោះត្រង់ជាមួយគ្នាអញ្ចឹងបងប្អូនត្រូវយល់កន្លែងហ្នឹងបើបងប្អូនយល់ហើយដឹងច្បាស់អំពីអត្ថន័យនៃទំនាក់ទំនងទាំង4នេះអាហ្នឹងបងប្អូនអាចនឹងប្រើពាក្យថាជនជាតិណាក៏មានមនុស្សល្អនិងអាក្រក់ហ្នឹងបាទត្រឹមត្រូវវាបានផលប្រយោជន៍វាមិនខាតឬក៏ផ្ដល់ហានិភ័យបាទអញ្ចឹងសម្រាប់អាកន្លែងនេះពួកបងប្អូនអាចទំនាក់ទំនងទាំង4នេះណាបាទគឺអាពាក្យហ្នឹងអាចប្រើបានគ្រប់លក្ខខណ្ឌអាពាក្យដែលថាជនជាតិណាក៏មានល្អនិងអាក្រក់ហ្នឹងគឺយើងអាចប្រើបានគ្រប់លក្ខខណ្ឌមានន័យថាយើងអាចរាប់អានគ្នាជាមួយនឹងជនជាតិណាក៏បានដែរយើងអាចធ្វើកល្យាណមិត្តជាមួយជនជាតិណាក៏បានដែរយើងអាចរៀបការជាមួយជនជាតិណាក៏បានដែរបាទប៉ុន្តែមានករណីលើកលែងមួយបាទសម្រាប់ខ្ញុំថ្ងៃនេះណាលើកលែងមួយគឺទំនាក់ទំនងអាពាហ៍ពិពាហ៍បាទរវាងជនជាតិកម្ពុជាជាមួយនឹងជនជាតិ2គឺជនជាតិសៀមនិងជនជាតិវៀតណាមខ្ញុំសូមជំទាស់ខ្ញុំមិនគ្រប់គ្រងចំណងអាពាហ៍ពិពាហ៍រវាងប្រទេសទាំងពីរនេះទេបាទរវាងជនជាតិទាំងពីរនេះទេបាទកូនប្រុសកម្ពុជាកូនស្រីកម្ពុជាមិនគួរណារៀបការជាមួយនឹងជនជាតិវៀតណាមឬក៏ជនជាតិសៀមទេបាទមិនចង់ឲ្យពួកគាត់នឹងបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយគ្នាទេបាទហើយដើម្បីពុកម៉ែបងប្អូនអាចនិយាយបានថាខ្ញុំរើសអើងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់អានេះគឺជាគំនិតនៃការប្រុងប្រយ័ត្នជាការប្រុងប្រយ័ត្នហើយអ្វីពីព្រោះយើងមានស្នាមដំបៅតាំងពីដូនតាមកបាទតាំងពីដូនតាមកយើងត្រូវដឹងថាកម្ពុជាសៀមមិនមែនជាមិត្តនឹងគ្នាទេកម្ពុជាសៀមគឺជាសត្រូវនឹងគ្នាយើងបាត់ដីឲ្យវៀតណាមច្រើនណាស់បងប្អូនណាបាទហើយយើងក៏បាត់ដីឲ្យសៀមស្ទើរតែទាំងស្រុងបាទនិយាយរួមគឺទាំងស្រុងហ្មងដីសៀមរាល់ថ្ងៃនេះគឺជាដីកម្ពុជាអញ្ចឹងគឺយើងមានដំបៅតាំងពីនោះមកបាទហើយអាការដែលយើងបាត់ដីអាការដែលគេលួចប្លន់យើងបានគេខ្សែលើយើងបានហ្នឹងក្នុងនោះគឺវាមានចំណែកពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រមួយគឺការរៀបការកូនប្រុសស្រីបាទរវាងជនជាតិវៀតណាមនិងកម្ពុជាយើងក៏លេចមើលទៅអតីតកាលស្ដេចអាណាមគេតែងតែបង្កើតទំនាក់ទំនងចងស្ពានមិត្តរីជាមួយនឹងកម្ពុជាគេបញ្ជូនកូនស្រីរបស់គេបុត្រីរបស់គេហ្នឹងមករៀបអភិសេកជាមួយនឹងព្រះរាជាខ្មែរបាទឃើញទេអានេះជាយុទ្ធសាស្ត្ររបស់គេហើយគេធ្វើអញ្ចឹងដើម្បីអីគឺដើម្បីទី1បង្កើតទំនាក់ទំនងគេចង់យកឈ្នះយើងទៅលើមនោសញ្ចេតនាអញ្ចឹងគេបង្កើតទំនាក់ទំនងជាមួយយើងបាទគេឲ្យកូនស្រីគេរៀបការជាមួយយើងទៅបង្កើតបានជាកូនបង្កើតជារាជវង្សទៅជាប់ខ្សែរយៈគេបាទជាប់ខ្សែស្រឡាយគេជាប់ឈាមគេអញ្ចឹងទៅបាទមានន័យថាគេចង់កេងចំណេញទៅលើមនោសញ្ចេតនារបស់យើងបាទហើយទី2បាទទី2គឺគេដូចបញ្ជូនពេញសង្ងាត់ហ្នឹងមានន័យថាប្តីប្រពន្ធដែលរៀបការជាមួយគ្នាមិនដេកក្រែជាមួយគ្នាអញ្ចឹងមែនអត់បាទអញ្ចឹងគេដូចបញ្ជូនពេញសង្ងាត់មកក្បែរខ្លួនយើងអញ្ចឹងបាទមកក្បែរខ្លួនស្ដេចខ្មែរអញ្ចឹង
ស្ដេចខ្មែរចង់ធ្វើអីដើរឈរអង្គុយគ្រប់អេរិយាបថគ្រប់សកម្មភាពទាំងអស់គេអាចដឹងទាំងអស់យើងអាចប្រៀបធៀបថាអញ្ចឹងការដែលរៀបការហ្នឹងហើយជាប្តីប្រពន្ធដេកក្រែជាមួយគ្នាវាអត់ខុសពីគេលួចបង្កប់ឧបករណ៍ថតសម្លេងទេឬក៏គេលួចបង្កប់កាមេរ៉ាសុវត្ថិភាពទេដើម្បីឃ្លាំមើលយើងអញ្ចឹងតាមរយៈដែលការគេធ្វើបែបនេះវៀតណាមគេអាចគ្រប់គ្រងយើងបានអាណាមគេអាចគ្រប់គ្រងយើងបានព្រះរាជាខ្មែរចង់ធ្វើអីអាហ្នឹងគេអាចដឹងបាទអាហ្នឹងគឺជាផលវិបាកជាគ្រោះថ្នាក់បងប្អូនបាទហើយយើងមើលទៅប្រវត្តិសាស្ត្រទៅយើងដឹងហើយជំនាន់ប្របាទជ័យជេដ្ឋាទី2អង្គចៅអង្គមីអីហ្នឹងអង្គចៅហ្នឹងគឺជាបុត្រីរបស់ស្ដេចអាណាមដែលត្រូវបានរៀបអភិសេកជាមួយនឹងព្រះបាទជ័យជេដ្ឋាទី2បាទឃើញទេហើយបង្កើតបានជាកូនអង្គមីអង្គអីទៀតទៅបាទហើយអាចំនួនហ្នឹងកម្ពុជាយើងហ្នឹងគឺពឹងពាក់វៀតណាមបាទពឹងពាក់វៀតណាមបាទយើងចុះសន្ធិសញ្ញាជាមួយនឹងវៀតណាមអញ្ចឹងវៀតណាមគេស្នើសុំឲ្យស្ដេចខ្មែរនឹងរៀបអភិសេកជាមួយនឹងបុត្រីរបស់គេបាទឃើញទេគេកំពុងតែមានព្រៀបយើងហើយគេនៅឆ្លៀតបញ្ជូនកូនស្រីរបស់គេនឹងឲ្យមកនៅក្បែរខ្លួនយើងទៀតឃើញទេបងប្អូនអានេះគឺជានយោបាយរបស់គេបាទជាយុទ្ធសាស្ត្ររបស់គេចង់គ្រប់គ្រងយើងបាទគេចង់ដឹងថាយើងនឹងធ្វើអីអានេះគឺគ្រោះថ្នាក់មែនទែនបងប្អូនបាទអាយុទ្ធសាស្ត្រដែលគេហៅថារៀបការឆ្លងជាតិឆ្លងប្រទេសនេះដែលវៀតណាមគេធ្វើមកលើកម្ពុជានេះបាទហើយអញ្ចឹងកន្លែងនេះគឺគ្រោះថ្នាក់មែនទែនមិនថាថ្នាក់ដឹកនាំធំទេសូម្បីតែប្រជាពលរដ្ឋសាមញ្ញក៏គ្រោះថ្នាក់ដែរបាទបើយើងនិយាយថាគ្រោះថ្នាក់បំផុតនោះគឺមង្គលការឆ្លងប្រទេសឆ្លងសញ្ជាតិរវាងប្តីខ្មែរប្រពន្ធវៀតណាមអញ្ចឹងទៅបើសិនជាវាកើតឡើងនៅក្នុងជួររាជការកើតឡើងក្នុងជួរថ្នាក់ដឹកនាំអានឹងគឺគ្រោះថ្នាក់មែនទែនបងប្អូនណាពីព្រោះថ្នាក់ដឹកនាំគឺជាអ្នកកាន់ចង្កូតប្រទេសជាតិហើយបើសិនជាគាត់ជាប់ជំពាក់ជាមួយនឹងមនោសញ្ចេតនាស្នេហាស្រីប្រុសបាទរវាងប្រទេសវៀតណាមរវាងប្រទេសសៀមនឹងវាធ្វើឲ្យមនោសញ្ចេតនាវាប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់គាត់អញ្ចឹងវាអាចបាត់បង់ប្រយោជន៍របស់ជាតិបងប្អូនបាទហើយយើងដឹងហើយបាទចំនួនជ័យជេដ្ឋាទី2ហ្នឹងគឺវៀតណាមខ្ចីដីកម្ពុជាបាទដីកម្ពុជានៅកម្ពុជាក្រោមហ្នឹងដោយសារអីដោយសារតែមានពីរមូលហេតុទីមួយប្រជាខ្មែរខ្លាចបារមីខ្លាចអំណាចរបស់ស្ដេចអាណាមពីព្រោះយើងដឹងហើយអាពេលហ្នឹងគឺកម្ពុជាយើងនៅពឹងពាក់វៀតណាមទេបងប្អូនណាបាទតាក់ទងនឹងសង្គ្រាមប្រទេសក្នុងហ្នឹងបាទហើយទី2គឺអាចដោយសារតែយោគយល់មនោសញ្ចេតនាប្តីប្រពន្ធក្សត្រីអង្គចៅហ្នឹងបាទដែលជាព្រះមហាក្សត្ររបស់ព្រះអង្គអញ្ចឹងព្រះអង្គពិបាកក្នុងការបដិសេធអញ្ចឹងទីបំផុតទៅគឺផ្ដោតដីឲ្យវៀតណាមខ្ចីបាទហើយជាលទ្ធផលគឺកម្ពុជាបាត់បង់មកដល់សប្តាហ៍ថ្ងៃគឺទឹកដីកម្ពុជាក្រោមនឹងឯងបាទបើទោះបីជាត្រូវកាត់ត្រូវទទួលស្គាល់ជាស្ថាពរដោយបារាំងក្តីប៉ុន្តែដើមចមដើមដំបូងហ្នឹងដែលវាបង្កើតជាបញ្ហាដែលចាក់ស្រេះដល់សារមញ្ចេញហ្នឹងដោយសារតែកើតនៅក្នុងរាជការរបស់ព្រះបាទជ័យជេដ្ឋាទី2នឹងឯងបាទអានេះគឺគ្រោះថ្នាក់បងប្អូនអានេះក្នុងជួរថ្នាក់ដឹកនាំក្នុងជួរមន្ត្រីរាជការជាន់ខ្ពស់ចុះឥឡូវបើយើងនិយាយពីសាមញ្ញវិញណាដូចគូស្វាមីភរិយាដែលទើបតែរៀបការថ្មីនេះបាទគាត់ជាឈ្មួញគាត់ជាអ្នកជំនួញធម្មតាទេវាប៉ះពាល់អត់បងប្អូនចម្លើយគឺប៉ះពាល់ទាំងអស់បងប្អូនណាឲ្យតែរៀបការជាមួយសៀមរៀបការជាមួយនឹងវៀតណាមគឺប៉ះពាល់ទាំងអស់បាទប៉ះពាល់យ៉ាងម៉េចបងប្អូនឥឡូវនេះគាត់ជាមនុស្សធម្មតាទេជាមនុស្សធម្មតាទេប្តីប្រពន្ធហ្នឹងបាទប៉ុន្តែទៅអនាគតទៅយើងអត់ដឹងទេយើងអត់ដឹងថាកូនចៅរបស់គាត់ហ្នឹងដែលមានខ្សែស្រឡាយមានឈាមជ័រជាវៀតណាមផងជាខ្មែរផងនេះនឹងខ្លាយទៅជាមេដឹកនាំនៃប្រទេសខ្មែរក៏យើងអត់ដឹងដែរបាទឃើញទេបាទអញ្ចឹងឧទាហរណ៍ដែលគាត់ខ្លាយទៅជាមេដឹកនាំបាទគាត់ខ្លាយទៅជាមន្ត្រីរាជការឬក៏យើងអាចនិយាយថាមេដឹកនាំជាន់ខ្ពស់ឬក៏ខ្លាយទៅជានាយករដ្ឋមន្ត្រីតែម្ដងបាទនៃព្រះរាជាណាចក្រកម្ពុជាតែគាត់ជាកូនកាត់មានឈាមជ័រជាខ្មែរផងមានជាវៀតណាមផងបាទមានដូនតាគាត់នឹងរស់នៅជំងឺនៅវៀតណាមផងអញ្ចឹងសួរថាតើគាត់អាចដឹកនាំកម្ពុជាដោយអព្យាក្រឹតដោយឯករាជ្យបានអត់ការដឹកនាំរបស់គាត់នឹងវាអាចខ្វះប្រសិទ្ធភាពខ្វះគុណភាពដោយសារតែគាត់ត្រូវលំអៀងទាំងសងខាងបាទលំអៀងទៅវៀតណាមផងលំអៀងមកកម្ពុជាផងបងប្អូនជឿកន្លែងហ្នឹងអត់បាទអានេះជាបញ្ហាបាទជាបញ្ហាយើងត្រូវតែព្យាករទុកបាទយើងមិនអាចគិតថាវាធម្មតាបានទេបាទកន្លែងហ្នឹងយើងបារម្ភបាទឥឡូវនេះសាមញ្ញយើងធ្វើស្រែធ្វើចំការធម្មតាដែរបាទយើងលក់ដូរធម្មតាដែរប៉ុន្តែកូនយើងចៅយើងទៅមុខទៀតបាទវាមិនប្រកាសតែធ្វើស្រែវាមិនប្រកាសថាលក់ដូរដូចយើងណាវាអាចខ្លាចទៅជាអ្នកក្តាប់ជោគវាសនារបស់ប្រទេសជាតិខ្លាចទៅជាមេដឹកនាំកម្ពុជាបាទជានាយករដ្ឋមន្ត្រីហើយដល់ពេលដែលគាត់ជាកូនកាត់អញ្ចឹងឈាមជ័រមានតានៅវៀតណាមជាជនជាតិវៀតណាមមានម្ដាយជាជនជាតិវៀតណាមអញ្ចឹងសួរថាតើទំនាក់ទំនងហ្នឹងវាអាចប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់គាត់អត់តើគាត់អាចដឹកនាំប្រទេសឲ្យមានអព្យាក្រឹតមានឯករាជ្យភាពពិតប្រាកដបានអត់បាទអាហ្នឹងកន្លែងហ្នឹងបងប្អូនហើយទី2មានប៉ះពាល់បងប្អូននៅពេលដែលខ្មែរយើងនឹងមានឈាមជ័រវៀតណាមច្រើនបាទមានមនុស្សកូនកាត់វៀតណាមច្រើនអញ្ចឹងលែងមានខ្មែរសុទ្ធហើយគឺមានកូនកាត់វៀតណាមឬក៏កូនកាត់សៀមនៅពេលអនាគតទៅបើសិនជាវៀតណាមគេនៅតែមានមហិច្ឆតាលេបតបាក់យើងបាទតាមវិធីនេះបាទគេនឹងយកទំនាក់ទំនងហ្នឹងមកលេបតបាក់យើងបាទមកគ្រប់គ្រងយើងបាទមកយកទឹកដីយើងហេតុអ្វី
ដោយសារតែប្រជាជនខ្មែរគឺខ្មែរពាក់កណ្ដាលវៀតណាមពាក់កណ្ដាលក្នុងខ្លួនមានឈាមខ្មែរពាក់កណ្ដាលវៀតណាមពាក់កណ្ដាលបាទថ្មីត្បិតតែរស់នៅក្នុងប្រទេសខ្មែរមែនប៉ុន្តែដូនតាបងប្អូនសាច់ញាតិនៅហូជីមិញនៅហាណូយអីចឹងទៅបាទឃើញទេបងប្អូនអញ្ចឹងកន្លែងនេះវៀតណាមគេបើសិនជាយើងសម័យឲ្យវាធ្ងន់ធ្ងរទៅមុខទៀតណាបើសិនកាលណាវៀតណាមគេនៅមានមហិច្ឆតាលើតបាក់ទឹកដីយើងគឺងាយស្រួលបំផុតហើយពីព្រោះអីបងប្អូនពីព្រោះខ្មែរយើងលែងខ្មែរសុទ្ធហើយបាទមានឈាមខ្មែរផងឈាមវៀតណាមផងនៅជាមួយគ្នាហើយចាប់ដើមលំអៀងចាប់ដើមបែងចែកលែងដាច់ហើយបាទអញ្ចឹងបើសិនជាវៀតណាមគេដណ្ដើមបានដីកន្លែងណាមួយគឺគេស្រួលក្នុងការគ្រប់គ្រងមែនទែនបាទគេគ្រប់គ្រងមែនទែនលែងសូវមានកម្លាំងប្រឆាំងហើយបាទដោយសារអីដោយសារខាងនោះក៏សាច់ខាងនេះក៏សាច់ខ្មែរយើងហ្នឹងបាទដែលមានឈាមជាប់ជាខ្មែរផងវៀតណាមផងហ្នឹងខាងវៀតណាមក៏សាច់ខាងខ្មែរក៏សាច់អញ្ចឹងនៅពេលដែលវៀតណាមដណ្ដើមបានកាន់កាប់តំបន់ណាមួយអាកម្លាំងប្រឆាំងរបស់ពលរដ្ឋហ្នឹងលែងសូវមានទេបងប្អូនបាទចង់វៀតណាមកាន់កាប់ក៏បានចង់កម្ពុជាកាន់កាប់ក៏បានឃើញទេកន្លែងហ្នឹងគឺវាធ្វើឲ្យគេងាយស្រួលក្នុងការគ្រប់គ្រងប៉ុន្តែបើសិនម្នាក់ហ្នឹងបាទជាជនជាតិខ្មែរកាត់ចិនឬក៏ខ្មែរសុទ្ធអញ្ចឹងវៀតណាមដណ្ដើមបានតំបន់ហ្នឹងគឺវៀតណាមពិបាកគ្រប់គ្រងដោយសារតែពួកទាំងអស់ហ្នឹងគឺគេប្រឆាំងនឹងវៀតណាមបាទគេអត់មានឈាមជាប់ជាវៀតណាមទេអញ្ចឹងគេអត់ត្រូវការវៀតណាមមកគ្រប់គ្រងទេបាទឃើញទេកន្លែងហ្នឹងវាខុសគ្នាអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ខ្ញុំរៀបការជាមួយវៀតណាមជាមួយសៀមគឺមានផលវិបាកអាចនឹងមានហានិភ័យទៅថ្ងៃអនាគតក្នុងរយៈពេលយូរណាមួយវាមិនហុចផលភ្លាមៗទេប៉ុន្តែវាអាចនឹងលេចចេញជារូបរាងនៅក្នុងរយៈពេលណាមួយក្នុងពេលអនាគតបាទទីមួយគឺវាប៉ះពាល់ទៅដល់ក្មេងចំនួនក្រោយបាទលែងបែងចែកគ្នារវាងវៀតណាមកម្ពុជាទៀតហើយបាទទីពីរគឺវាអាចធ្វើឲ្យវៀតណាមគេងាយស្រួលក្នុងការគ្រប់គ្រងយើងបើសិនជាទៅថ្ងៃអនាគតទៅគេអនុវត្តមហិច្ឆតាគោលនយោបាយវិដណ្ដើមខ្មែរកាន់កាប់ប្រទេសខ្មែរទឹកដីរបស់ខ្មែរអញ្ចឹងបាទគេងាយស្រួលក្នុងការគ្រប់គ្រងណាជាមួយនឹងប្រជាជនដែលមានឈាមជាប់ខ្មែរផងវៀតណាមផងនេះបាទអាហ្នឹងបងប្អូនកុំភ្លេចបាទពីមហិច្ឆតារបស់គេហើយយើងជឿទេបងប្អូនយើងជឿថាវៀតណាមសៀមហ្នឹងគេបញ្ឈប់មហិច្ឆតាបញ្ឈប់គោលនយោបាយចង់បានទឹកដីខ្មែរទេសម្រាប់ខ្ញុំអត់ជឿទេបាទខ្ញុំអត់ជឿទេហើយបើយើងដឹងកាលារបស់គេយើងដឹងយុទ្ធសាស្ត្ររបស់គេដែលគេចង់លាបតបាក់ខ្មែរនេះគេប្រើវិធីហ្នឹងបាទវិធីដែលបញ្ជូនកូនកំមុំគេហ្នឹងឲ្យមករៀបការជាមួយយើងហ្នឹងគេដាក់ឧបករណ៍ថតសម្លេងកាមេរ៉ាសុវត្ថិភាពដើម្បីថតសកម្មភាពយើងចង់ធ្វើអីក៏គេដឹងហ្នឹងគេចង់ដឹងតាមដានគេចង់គ្រប់គ្រងយើងបាទអាហ្នឹងគឺយើងត្រូវតែប្រយ័ត្នបាទយើងគិតថាយើងសម័យឆ្ងាយពេកប៉ុន្តែយើងត្រូវតែប្រយ័ត្នវាប្រសើរជាងមានន័យថាយើងធ្វើរបងមុនសេះដាច់កុំសេះដាច់ហើយបានធ្វើរបងណាបងប្អូនបាទអញ្ចឹងជាមួយសៀមជាមួយយើងវៀតណាមនេះបងប្អូនសម្រាប់ខ្ញុំលើកទឹកចិត្តធ្វើតែស្គាល់គ្នាធ្វើការរួមគ្នាបានបាទធ្វើធ្វើជាមិត្តភក្តិធម្មតាមានកម្មវិធីហៅគ្នាអញ្ជើញគ្នាបានប៉ុន្តែកុំឲ្យស៊ីជម្រៅហួសហេតុរហូតទៅដល់ចាប់ដៃគ្នាជាកល្យានមិត្តឬក៏ជាគូស្វាមីភរិយាដេកក្រែជាមួយគ្នាមានរឿងសម្ងាត់ហ្នឹងគឺមិនចេះលាក់លៀមគ្នាកុំដល់ថ្នាក់ហ្នឹងពេកព្រោះវាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិបាទយើងមិនអាចគិតថាសាមញ្ញបានទេបាទបើយើងនិយាយមួយម៉ាត់ថាពាក្យថាជនជាតិណាក៏មានមនុស្សល្អណាអាក្រក់វាត្រូវហើយប៉ុន្តែវាសាមញ្ញពេកបើយើងប្រើក្នុងន័យសាមញ្ញវាអត់អីទេប៉ុន្តែបើយើងប្រើនៅក្នុងនយោបាយក្នុងរាជការនៅទំនាក់ទំនងរវាងប្រទេសមួយនិងប្រទេសមួយអាហ្នឹងគឺវាធ្ងន់មែនទែនបាទកាលណាដែលយើងប្រហែសបើយើងមិនដឹងពីរបៀបប្រើទេវាមិនចំណេញប៉ុន្តែវាអាចខាតវាផ្ដល់ទុក្ខទោសផ្ដល់ហានិភ័យត្រឡប់មកឲ្យយើងវិញបាទហើយបងប្អូនថាមកដល់សម័យនេះហើយមិនមែនសម័យកាន់ដាវកាន់លំពែងណាបាទសម័យបច្ចេកវិទ្យាសម័យ digital ហើយហ្នឹងអន្តរជាតិគេមានច្បាប់គេហ្នឹងបាទគេមានស្ថាប័នច្បាប់របស់គេហ្នឹងបាទផែនទីកម្ពុជាត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិបាទត្រូវបានទទួលស្គាល់ដោយអន្តរជាតិហ្នឹងយើងភ័យអីគេមកទៅដើមកន្លែងនេះយើងនិយាយចឹងក៏ត្រូវដែរបងប្អូនអត់ខុសទេប៉ុន្តែបងប្អូនត្រូវចាំថាយើងមើលបច្ចុប្បន្ននេះតើច្បាប់អន្តរជាតិវាមានប្រសិទ្ធភាពប៉ុណ្ណាប្រទេសទាំងអស់ហ្នឹងគឺទទួលបានសិទ្ធិបាទទទួលបានការគាំពៀពីច្បាប់អន្តរជាតិនឹងស្មើគ្នាឬក៏អត់បាទច្បាប់អន្តរជាតិហ្នឹងបានថ្កោលទោសឬក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទៅលើបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកបានទាំងស្រុងឬក៏អត់តែច្បាប់ទាំងអស់ហ្នឹងនៅពីលើមហាអំណាចឬក៏មហាអំណាចនៅពីលើខ្ញុំជឿថាពុកម៉ែបងប្អូនប្រកាសថាច្បាប់ពិភពអន្តរជាតិច្បាប់ពិភពលោកនឹងគឺมันមានប្រសិទ្ធភាពគ្រប់គ្រាន់ទេដើម្បីដាក់បន្ទុកឬក៏ដោះស្រាយបញ្ហាពិភពលោកបាទវាអាចជាកូនខ្ជិងក្រោមបញ្ជារបស់មហាអំណាចតែប៉ុណ្ណោះបាទអ្នកណាខ្លាំងគឺអ្នកនឹងគ្រប់គ្រងពិភពលោកហើយអ្នកណាខ្លាំងគឺអ្នកនឹងឈ្នះហើយបាទប្រហែលជាមិនអាចនឹងស្មើមុខគ្នាមានតម្លាភាពសម្រាប់ប្រទេសទាំងអស់ទេបាទតួយ៉ាងដូចករណីចន្លោះព្រំដែនរវាងកម្ពុជាសៀមយ៉ាងបងប្អូនណាបាទយើងឃើញទេអូវឡៃមកដល់ពេលបច្ចុប្បន្ននេះហើយសៀមកំពុងតែកាន់កាប់41ទីតាំងនៃទឹកដីរបស់ប្រទេសកម្ពុជាឥឡូវមានច្បាប់អន្តរជាតិណាដែលគេបានដោះស្រាយឲ្យកម្ពុជាហើយនៅបាទអត់ទាន់មានវិធានការឬក៏ចំណាត់ការណាមួយដែលយើងមើលទៅដែលវាគួរឲ្យកត់សម្គាល់ណាបងប្អូនបាទមានន័យថាបរទេសឬក៏ច្បាប់អន្តរជាតិហ្នឹងមិនទាន់នឹងលូកដៃឲ្យស៊ីជម្រៅចូលទៅក្នុងជន្លោះកម្ពុជាសៀមទេបាទហើយមានបងប្អូនខ្មែរមួយចំនួនយើងដឹងស្រាប់ហើយឥឡូវនឹងកំពុងតែអស់ជំនឿហើយ
ចឹងតែយើងនៅទុកចិត្តទៀតអត់ទុកចិត្តថាច្បាប់អន្តរជាតិស្ថាប័នអន្តរជាតិហ្នឹងអាចនឹងការពារកម្ពុជាឲ្យមានសន្តិភាពអាចនឹងការពារដែនអធិបតេយ្យភាពរបស់កម្ពុជាឲ្យគង់វង្សបានកុំឲ្យបាត់នៅពេលអនាគតបានអត់បាទចម្លើយគឺខ្ញុំអត់ដឹងទេយើងចាំមើលទាំងអស់គ្នាជាពិសេសពាក់ព័ន្ធទៅនឹងករណីសៀមឈ្លានពានកម្ពុជាហើយបងប្អូនណាកុំភ្លេចបើចង់រៀបការជាមួយនឹងជនបរទេសបាទរៀបជាមួយនឹងកាំងទៅបាទអឺរ៉ុបអីទៅបាទមីធុងខ្ពស់ខ្ពស់ស្អាតស្អាតបាទឬក៏រៀបការជាមួយជប៉ុនរៀបចំជាមួយនឹងកូរ៉េជាមួយចិនអីសិតមានលុយដុល្លារមានអីចឹងទៅកូនកាត់មកស្អាតស្អាតបាទរៀបការមួយកូរ៉េកូនកាត់មកគឺអូប៉ាបាទកុំរៀបការជាមួយសៀមជាមួយនឹងវៀតណាមបងប្អូនបាទព្រំដែនមាននៅជាប់គ្នាពេកបាទអញ្ចឹងវាគ្រោះថ្នាក់បងប្អូនបាទអង្កលតែបន្តិចហ្នឹងគឺហួសព្រំដែនហើយអញ្ចឹងអាប្រទេសបាត់ដីមិនមែនមកប្រទេសណាឆ្ងាយទេគឺអាប្រទេសដែលនៅជុំវិញខ្លួនយើងហ្នឹងបាទកន្លែងហ្នឹងវាមិនមែនមកពីអូស្ត្រាលីមកពីអាមេរិកអីទេបាទវាមកតាមប្រទេសជិតខាងហ្នឹងបាទព្រំដែនជាប់គ្នាហ្នឹងដូចយើងបច្ចុប្បន្នអញ្ចឹងបើសិនជាយើងខ្មែរក៏ដោយបាទព្រំដីជាប់គ្នាហ្នឹងអត់មានណាមកបំពេញយើងបាទក្រៅពីអ្នកជិតខាងរបស់យើងបាទរួចអង្គលព្រំលបងរួចអង្គលព្រំដីអញ្ចឹងទៅបាទអត់មានណាមកពីឆ្ងាយទេអត់មានស្រែណាមកម្លង3 4មកឈ្លានពានយើងមកម្លងយកដីយើងទេគឺអាដីអ្នកដែលជាប់ផ្ទះយើងជាប់ដីរបស់យើងនឹងតែម្ដងបាទអញ្ចឹងយ៉ាងណាមិញអារឿងប្រទេសជិតក៏ដូចគ្នាដែរអត់មានប្រទេសណាមកប្លន់ដីមកលួចដីយើងទេមកបន្លំយើងទេក្រៅពីអាប្រទេសជិតខាងតែម្ដងជាពិសេសដូចប្រទេសសៀមប្រទេសវៀតណាមនេះគឺមហិច្ឆតាខ្លាំងមែនទែនមហិច្ឆតានោះគឺចង់បានដីកម្ពុជាបាទអាហ្នឹងប្រវត្តិសាស្ត្រក៏មានអីក៏មានហើយបាទហើយគេមិនជឿថាមហិច្ឆតារបស់សៀមឬក៏វៀតណាមមកចាប់ត្រឹមតែប៉ុណ្ណេះទេអញ្ចឹងបងប្អូនត្រូវប្រយ័ត្នបាទជិះបានជិះទៅបងប្អូនអើយចិនកូរ៉េជប៉ុននេះស្អាតមកកណោទៅរៀបការទៅបាទបាននេះទេទៅប្រកាសជាមួយអឺរ៉ុបជាមួយអាកាំងអីទៅបាទមីធំកូនមកស្អាតបាទអរគុណណាស់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យអត់ទោសផងដែរបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនមានខមមិនឬក៏មានមតិយោបល់អីចង់កែសម្រួលឬក៏ចង់បំពេញបន្ថែមអីអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំរីករាយក្នុងការជជែកវែកញែករកខុសត្រូវនិងរកហេតុផលជាមួយពុកម៉ែបងប្អូនបាទហើយបើសិនជាប្រិយមិត្តយល់ថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនអាចបង្ហាញការគាំទ្រមកដល់ខាងខ្ញុំបានតាមរយៈការចុច Subscribe បន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពាក់ព័ន្ធទៅនឹងការចែករំលែកចំណេះដឹងបាទខាងសង្គមសេដ្ឋកិច្ចហើយនិងនយោបាយជាច្រើនបន្ថែមទៀតជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពជម្រាបលា